លេងបណ្ដាញសង្គមគាត់ព្យាយាមសូវគាត់សូវអាចជា story ឬក៏ post Facebook ច្រើនពីដូចជាបងលើកឡើងពីអ្នកគ្រូគាត់បោះសៀវភៅចោលអញ្ចឹងណាអញ្ចឹងវាឃើញមួយចំនួនគាត់ចេញវីដេអូមកដែរចេញវីដេអូមកនិយាយថាឲ្យអ្នកគ្រូដល់ហើយបើគាត់មកចេញវីដេអូសុំទោសវិញអញ្ចឹងណាអាហ្នឹងជាផលប៉ះពាល់មួយដែរសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់កម្មវិធី podcast យុវជននិងសហគ្រិនបន្តវេនអ្នកទាំងអស់គ្នាប្រហែលជាចង់ដឹងហើយថាថ្ងៃនេះយើងមានភ្ញៀវកិត្តិយសរូបណាតោះទៅជួបមួយគាត់ទាំងអស់គ្នាសួស្តីអូនសួស្តីសុខសប្បាយទេគឹមលីសុខសប្បាយទេបងគឹមលីអាចណែនាំខ្លួនអំពីការសិក្សានិងការងាររបស់អូនខ្លះបានទេបានបងចាតោះអញ្ជើញសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទគឹមលីហើយបច្ចុប្បន្នខ្ញុំបញ្ចប់ការសិក្សាលើជំនាញ IT ហើយឥឡូវនេះខ្ញុំក៏បានចូលធ្វើការនៅក្រុមហ៊ុនមួយកន្លែងដែលមានឈ្មោះថា Blue Monsoon Express Co Ltd ហើយសម្រាប់តួនាទីខ្ញុំគឺខាងផ្នែក Digital Marketing និង Graphic Design អូខេអរគុណគឹមលីគឹមលីរៀនផ្នែក IT ចុះហេតុអីបានគឹមលីចាប់យកជំនាញ IT ហើយក្រោមមូលហេតុអីដែរហើយនៅពេលដែលគឹមលីបន្តការសិក្សាពីឆ្នាំទី1រហូតដល់ឆ្នាំទី4អូនឆ្លងកាត់ផលពិបាកអ្វីខ្លះដែរបាទបងសំណួរនេះវារៀងជ្រៅដែរសម្រាប់ខ្ញុំដែរពេលខ្ញុំចាប់យកជំនាញ IT នេះដោយសារតែខ្ញុំស្រឡាញ់លើបច្ចេកវិទ្យានិងភាពច្នៃប្រឌិតបែប Digital ហ្នឹងបងហើយសម្រាប់បញ្ហាដែលខ្ញុំជួបអំឡុងពេលដែលខ្ញុំនៅរៀន IT ហ្នឹងបញ្ហាទី1គឺការសរសេរកូដទៅវា error អញ្ចឹងខ្ញុំត្រូវការពេលស្រាវជ្រាវវាហើយឯកសារច្រើនធ្វើម៉េចដើម្បីឲ្យកូដយើងដំណើរការបានវិញហើយសម្រាប់ទី2នោះគឺការតាមដានលើព័ត៌មានផ្នែកបច្ចេកវិទ្យានេះហ្មងតែដោយសារថាពេលខ្លះវាបច្ចេកវិទ្យាវាថ្មីពេកដល់អញ្ចឹងទៅពេលខ្លះខ្ញុំតាមអត់ទាន់ដែរហើយសម្រាប់ទី3វិញគឺខ្ញុំសោយភាសាអង់គ្លេសដល់អញ្ចឹងទៅវាច្រើនឯកសារនៅខាងជំនាញ IT នេះសុទ្ធតែប្រើភាសាអង់គ្លេសទាំងអស់អញ្ចឹងធ្វើឲ្យខ្ញុំពិបាកចាប់នឹងតាមទាន់គេនៅកន្លែងហ្នឹងដែរបងចាអរគុណអូនគឹមលីអាចចែកម្លែកពីបទពិសោធន៍ការងាររបស់អូនខ្លះបានទេថាអូនបានឆ្លងកាត់អ្វីខ្លះទើបទទួលបានលទ្ធផលដូចបច្ចុប្បន្នដែរបាទបងសម្រាប់បទពិសោធន៍ការងារខ្ញុំអ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយដោយសារខ្ញុំរៀន IT មកខ្ញុំមកធ្វើការខាងផ្នែក Digital និង Design វិញចឹងដោយសារតែកត្តាទី1ដោយសារថាខ្ញុំមើលឃើញជំនាញដែលខ្ញុំរៀននេះខ្ញុំអាចលក្ខណៈថាខ្ញុំអាចមើលឃើញទៅដល់ថ្ងៃអនាគតចឹងក៏បាក់ថាបានដែរដោយសារថាផ្នែកនេះវាទូលំទូលាយខ្លាំងហើយតាមធម្មតាក្រុមហ៊ុនមួយចំនួនហ្នឹងត្រូវការផ្នែកហ្នឹងខ្លាំងដែរហើយណាមួយបើនេះវិញវាជាចំណង់ចំណូលចិត្តខ្ញុំមួយទៀតដែរខាងផ្នែកនេះហើយសម្រាប់បទពិសោធន៍ដែលខ្ញុំឆ្លងកាត់មកខ្ញុំពិបាកជាងគេហ្មងគឺនៅពេលដែលខ្ញុំ design អីមួយទៅវាគាំងគំនិតយើងហៅ concept ថ្មីអត់ឃើញអញ្ចឹងអាហ្នឹងខ្ញុំជួបរហូតហ្នឹងជួបរហូតដល់អញ្ចឹងទៅខ្ញុំត្រូវការស្រាវជ្រាវមើលវាច្រើនមើលពីគេធ្វើ poster យកពីគេមកខ្លះខ្លះយើងចាប់វាបូកវាបញ្ចូលគ្នាដើម្បីបានជា poster មួយដែលវាមានគុណភាពតាមដែលក្រុមហ៊ុនត្រូវការអញ្ចឹងណាសម្រាប់អូនយល់យ៉ាងណាដែរសម្រាប់ទីផ្សារការងារបច្ចុប្បន្នអូនគិតថាស្រួលរកការងារធ្វើឬពិបាករកការងារធ្វើដែរដោយសារតែចំណុចនេះសម្រាប់យុវជនគឺគាត់ក៏ចង់ដឹងច្រើនដែរដោយសារជាចំណុចក្តៅគគុករបស់យុវជនដែរពីនិស្សិតឆ្នាំទី1រហូតដល់និស្សិតឆ្នាំទី4ភាគច្រើនគាត់កំពុងរកការងារធ្វើឲ្យច្រើនអញ្ចឹងតោះអូនយល់យ៉ាងណាដែរបាទសម្រាប់ខ្ញុំគិតថាបើអាចវាទូលំទូលាយក៏បានឬក៏ចៀតក៏បានដែរដោយសារថាបើទូលំទូលាយអាហ្នឹងដោយសារតែគាត់មានសមត្ថភាពគ្រប់គ្រាន់មានសមត្ថភាពគ្រប់គ្រាន់អញ្ចឹងយើងអាច apply ទៅក្រុមហ៊ុនណាឬក៏ស្ថាប័នណាមួយទៅអាហ្នឹងស្ថាប័នគេនឹងទទួលយកយើងតែបើថាអត់ទូលំទូលាយវិញដោយសារតែយុវជនគាត់ខ្វះsoft skill ខ្វះ hard skill
ខ្វះបទពិសោធន៍ជាដើម អូខេ អញ្ចឹងមានន័យថាទូលំទូលាយលុះត្រាតែគាត់មានបទពិសោធន៍ច្បាស់លាស់ចាបទពិសោធន៍ស្តង់ដារបើអត់ទូលំទូលាយលុះត្រាតែគាត់ហ្នឹងអត់សូវមានបទពិសោធន៍ជាក់ស្ដែងទៅហ៎ បាទ ចាចុះនៅពេលដែលយុវជនគាត់ចេញទៅរកការងារយោបល់បងអូនគិតថាយុវជនគួរតែត្រៀមខ្លួនអ្វីខ្លះក្នុងការមុននឹងចេញទៅរកការងារដែរ បាទបងអើយបើសម្រាប់ខ្ញុំយុវជនមុននឹងចេញប្រឡូកលើវិស័យការងារនេះខ្ញុំចង់ឲ្យគាត់កុំឲ្យគាត់ពឹងផ្អែកលើ អូខេ យើងរៀននៅសាកលតាមមួយមុខ អូខេអញ្ចឹងកុំ អី ពឹងផ្អែកលើការរៀនសាកលតែមួយមុខ បាទបង ចា អើយព្រោះយើងអាចចេញទៅធ្វើការនៅខាងក្រៅដើម្បីយកបទពិសោធន៍ អូខេ ឬក៏យើងអាចជាសរសេរជា portfolio យើង portfolio ចា អាចសរសេរជា portfolio ដើម្បីទុក apply ទៅក្រុមហ៊ុនណាផ្សេងៗដើម្បីគេឃើញពីស្នាដៃដែលយើងបានធ្វើបង ចា ហើយសម្រាប់ទី2គឺឲ្យចង់ឲ្យគាត់ពង្រឹង hard skill គាត់ឲ្យខ្លាំងព្រោះបើយើងមានជំនាញពិតអាហ្នឹងយើងអត់ខ្វះឯការងារធ្វើបងហើយជំនាញទីស្អីហើយសម្រាប់ទី3គឺខាង soft skill ហ្នឹងបងផ្នែកតំណែងហ្នឹងបង ចា ពីមុនមកខ្ញុំក៏ខ្សោយតំណែងដែរ អូខេ ដល់ដែលខ្ញុំមករយៈក្រោយនេះខ្ញុំព្យាយាមវឹកហាត់ផ្នែក soft skill ហ្នឹងខ្លាំងដើម្បីឲ្យមានតំណែងទៅអាចទៅចរចា project ឬក៏ទៅចរចាជាមួយនឹងអតិថិជនទៅបានមានភាពតំណែងហ្នឹងវាស៊ីជម្រៅមួយគ្នាមកបានយើងអាចទទួលបានលទ្ធផលមួយបានបង អូខេអញ្ចឹងមានន័យថាយុវជននៅពេលដែលគាត់ចេញប្រឡូកការងារកត្តាដែលគាត់ត្រូវត្រៀមគឺច្រើនណាស់មិនថាhard skill soft skill ជំនាញ hard skill ឬក៏ soft skill ការហាត់ការងារឬក៏កត្តាតំណែងផ្សេងត្រូវទេ បាទ ចាចុះពាក់ព័ន្ធទៅនឹងក្នុងនាមគឹមលីផ្ទាល់គឹមលីជាយុវជនក្នុងសម័យ Gen Z ដែលគេកំពុងតែ viral ដែរព័ត៌មានមួយចំនួនអូនមិនបានឃើញអត់គ្រូយកសភៅសាស្ត្របោះចោលត្រូវអត់អញ្ចឹងសាស្ត្រប្រតិកម្មច្រើនអញ្ចឹងអូនយល់យ៉ាងណាដែរថាសម័យ Gen Z ហ្នឹងជះឥទ្ធិពលបែបម៉េចឬក៏គុណសម្បត្តិនិងគុណវិបត្តិបែបម៉េចគុណសម្បត្តិច្រើនជាងឬក៏គុណវិបត្តិច្រើនជាងអូនអាចបកស្រាយខ្លះៗបានទេតាមគំនិតយោបល់របស់អូនណា បាទបងបើសម្រាប់ខ្ញុំយុវជនសម័យ Gen Z នេះគុណសម្បត្តិហ្មងអាហ្នឹងគាត់ឆាប់ចាប់បានលឿន ចា មានភាពវៃឆ្លាតរហ័សរហួននិងឆាប់ចាប់បានខាងផ្នែកបច្ចេកវិទ្យាហ្នឹងគឺខ្លាំងហ្មងសម្រាប់យុវជន Gen Z ចា បាទហើយបើសម្រាប់ផលអវិជ្ជមានវិញដោយសារតែគាត់អាចនឹងតាមដានបណ្ដាញសង្គមច្រើនពេកចឹងទៅអាចធ្វើឲ្យគាត់ប៉ះពាល់សតិអារម្មណ៍ផ្លូវអារម្មណ៍គាត់ចឹងណាបងហើយមួយទៀតវិញឃើញគាត់លេងបណ្ដាញសង្គមគាត់ព្យាយាមសូវអាចជា story ឬក៏ post Facebook ច្រើនពីដូចជាបងលើកឡើងពីអ្នកគ្រូគាត់បោះចភៅចោលចឹងណាអញ្ចឹងវាឃើញមួយចំនួនគាត់ចេញវីដេអូមកដែរចេញវីដេអូមកនិយាយថាឲ្យអ្នកគ្រូដល់ហើយបើគាត់មកចេញវីដេអូសុំទោសវិញចឹងណាអាហ្នឹងជាផលប៉ះពាល់មួយដែរប៉ះពាល់ខ្លាំងដល់គាត់ដែរដោយគាត់អត់បានពិចារណាមើលថាវាខុសឬក៏ត្រូវចឹងណាបង ចាអរគុណអូនសំណួរបន្ទាប់ជាក់ស្ដែងសម្រាប់សិស្សនិស្សិតវិញភាគច្រើនគឺគាត់ឡើងមកពីតាមបណ្ដាខេត្តគាត់ឡើងមកបន្តការសិក្សានៅភ្នំពេញអញ្ចឹងគឹមលីជានិស្សិតតាមបណ្ដាខេត្តមួយរូបត្រូវអត់ចាអញ្ចឹងភាគច្រើនសិស្សនិស្សិតយើងនិយាយជាទូទៅហ្មងឲ្យគាត់ជួបផលវិបាកអ្វីខ្លះដែរនៅពេលដែលគាត់គេថាចំណាក់ស្រុកពីផ្លាស់ប្ដូរទីលំនៅពីខេត្តមកនៅភ្នំពេញអញ្ចឹងតាមជាក់ស្ដែងបទពិសោធន៍អូនជាក់ស្ដែងតែថាជួបផលវិបាកអ្វីខ្លះដែរ បាទបងបើតាមបទពិសោធន៍ខ្ញុំហ្មងហើយនឹងខ្ញុំឃើញពួកម៉ាក់ខ្ញុំមួយចំនួនចឹងដែរទៅកត្តាទី1មុនដំបូងមកគឺបាក់ហូរកន្លែងស្នាក់នៅហ្នឹង អូខេកន្លែងស្នាក់នៅ បាក់ហូរកន្លែងស្នាក់នៅហើយមួយទៀតកន្លែងស្នាក់នៅដែលសុវត្ថិភាពហើយនឹងតម្លៃសមរម្យហ្នឹងពិបាករកមួយទៀតកត្តាផ្លូវយើងអាចជិះពីខ្លះយើងមកយើងអត់ស្គាល់ផ្លូវយើងជិះខ្ញុំជិះវិញតែញឹកដែរនៅភ្នំពេញហ្នឹងហើយសម្រាប់មួយទៀតគឺពេលខ្លះគាត់មកអញ្ចឹងអារម្មណ៍គាត់នឹកផ្ទះអញ្ចឹងពេលខ្លះគាត់វាអាចប៉ះពាល់ដល់អារម្មណ៍គាត់ដល់ពេលគាត់កំពុងសិក្សាអញ្ចឹងណាបង ចាមានកត្តាជីវភាព
ត្រូវ បាទ ហ៎ ចា បាទ ជាបញ្ហាចម្បងដែរ ហើយក៏ថាការសិក្សា ការសិក្សា ត្រូវអត់ ចា បាទ ការសិក្សានៅពេលយើងឡើងមករៀនក៏លក្ខណៈថាប៉ះពាល់យើង ប៉ះ មួយ ពាល់ ចំនួនដែរ ជួនយើងចាប់បាន ជួនយើងចាប់អត់បាន ត្រូវអត់? បាទ ចា ហើ ហើយ យ មានកត្តាជាច្រើនទៀត ត្រូវអត់អូន? បាទបង ហ្នឹងហើយ ជាចុងក្រោយដោយសារតែពេលវេលារបស់យើងកាន់តែខ្លីហើយ អ បា ញ្ចឹងសម្រាប់គឹមលីមានជាសារអ្វីផ្ដាំផ្ញើទៅកាន់យុវជនសម័យ Gen Z ទេ ដើម្បីឲ្យគាត់យកទៅអភិវឌ្ឍ និងកែតម្រូវរបស់ខ្លួនឯងបន្ថែម? ចា សូមអញ្ជើញ ជាចុងក្រោយខ្ញុំចង់ផ្ដាំផ្ញើទៅកាន់យុវជនទាំងអស់គ្នាឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ហើយដើម្បីពង្រឹងសមត្ថភាព ពង្រឹងជំនាញយើងឲ្យខ្លាំង ដើម្បីជួយខ្លួនឯង គ្រួសារ និងសង្គមជាតិយើងទាំងមូល អរគុណអូនដែលចំណាយពេលដ៏មានតម្លៃក្នុងការចែករំលែក អញ្ចឹងថ្ងៃនេះយើងមានតែប៉ុណ្្នេះទេ យើងខ្ញុំទាំងពីរនាក់សូមអរគុណ ជួបគ្នានៅក្នុង podcast ក្រោយៗទៀត អរគុណ